bà tại tôi mới cho mấy cứ bộ dương thử coverទាំងon nó hay gì bà tiếng Java Basic tiếng OOP hay là GUI trong bay session thông thông nữa và cho nó final bao giờ hai tại tôi cho môi nâng phòng núa đôi nhung bị trẻ chẳng bộ dương tự forecast là tự vót hành vải và để đó nên thời đăng thang sẽ cái hạt ấy thời cả phở việc từ rồi hả what is OP why do we need OP chẳng gọi explain thì pop ra những cái pra OP nhớ nên học nên xe mà trong số đó phía chọn người chẳng để tôi về how là bài xây code cứ admin thế này và bây giờ mình ở cái này nóក្នុងbà homework là assignment ហើយមិនដែរនេះនឹងតនេះ toàn là cũng បាទចឹងពួកយើងត្រៀមទៅដូចជាតាម schedule របស់យើងយើងនឹងចប់នៅថ្ងៃណាចាស់គ្នាយើងមានណាគេដឹងហ៎តាម schedule របស់យើងពួកយើងដូចជាចប់ថ្ងៃ18ហ្នឹងឯងត្រូវហ៎នេះយើងពេលកណ្ដាលខែ លោកគ្រូថ្ងៃ23បានចាប់លោកគ្រូ អូខេចឹងពួកយើងសល់3សប្តាហ៍ទៀតហ្នឹងហើយអញ្ចឹងថ្ងៃទី21ដល់23បាទគឺសប្តាហ៍ហ្នឹងគឺសប្តាហ៍ចុងក្រោយគឺយើងនឹងមាន presentation តាក់ទងមួយនឹង assignment របស់យើងណាបាទអញ្ចឹងសូមឲ្យពួកយើងត្រៀមទៅអញ្ចឹងយើងមានពេល2សប្តាហ៍ទៀតណាបាទអញ្ចឹងសប្តាហ៍នេះយើងនឹង go through តាក់ទងជាមួយនឹងការ develop GUI តែយើង connect ជាមួយនឹង local database បាទហ្នឹងមួយយើងប្រើ SQLite បាទមួយទៀតយើងនឹងបង្ហាញអ្នកនរគ្នាក្នុងការ develop ជា modern GUI ដោយប្រើប្រាស់បាទ database server ជាងយើងបង្ហាញទាំងពីរដើម្បីគ្នាយើងអាចប្រើមួយណាក៏បានដែរគ្នាយើងចេះប្រើ server យើងអាចប្រើ server database server របស់យើងបាទ MySQL SQL server Oracle ឯហ្នឹងបើសិនជាយើងអត់ចេះ server ទេយើងអាចប្រើជា local database បាទ SQLite ឬក៏ file បាទ storage ចឹងតាម source data យើងឲ្យគ្នាយើងអាច store តាមណាក៏បានបាទតាមតម្រូវការទីផ្សាររបស់យើងបាទហ្នឹងគឺពួកយើងត្រូវប្រយ័ត្នបាទអញ្ចឹងយើងចេះអីធ្វើហ្នឹងបាទតែយើង recommend ឲ្យប្រើជា database ព្រោះលើដល់ពួកយើងបានរៀនហើយអីចឹងអ្នកនរគ្នាអាចប្រើជា local ឬក៏ជា database server នេះហើយតាក់ទងមួយនឹង GUI បាទយើងបានបញ្ជាក់មួយគ្នាយើងយើងអាចប្រើ Swing ក៏បានប្រើ FX បានបាទចឹងមួយណាដែលពួកយើងចេះប្រើមួយហ្នឹងតោះមានសំណួរទៀតទេនេះយើងមានទេតោះណាចឹងបាទវាគិតទៅសប្តាហ៍នេះពួកយើងដូចជាចូលសប្តាហ៍ទី12ហ៎បាទបើ11 12ហ្នឹងចឹងយើងសល់យូរបំផុត3សប្តាហ៍ទៀតហ្នឹងហើយបាទចប់របស់យើងមាន5 10សប្តាហ៍អានេះយើងអត់គិតទៅសប្តាហ៍ដែលយើង miss ទេណាបាទអញ្ចឹងថ្នាក់យើងមាន miss 2សប្តាហ៍បាទចឹងមកខ្ញុំឲ្យបាទថ្នាក់ទាំងពីរចូលគ្នាតែម្ដងវាស្រួលអញ្ចឹងយើងអាចចូលមកព្រោះយើងរៀនតែមួយទេអញ្ចឹងយើងបង្ហាញម្ដងឲ្យងាយស្រួលទាំងអស់គ្នាណាចឹងពួកយើងចូលបានទាំងពីរណា
ហើយដោយសារទឹកមុនដូចគ្នាយើងភាគច្រើនគឺអត់សង់បាទអញ្ចឹងខ្ញុំនឹងបង្ហាញឲ្យពួកយើងម្ដងទៀតបាទជា basic concept តទៅមួយ GUI ហ្នឹងមុននឹងយើងនឹងបង្ហាញគ្នាយើងនឹងការបង្កើត GUI ដើម្បី connect ទៅកាន់ database បាទអញ្ចឹងយើងនឹង connect ទៅកាន់ local database ដែលយើងហៅថា SQLite ណាបាទពួកយើងមើលឃើញ slide ណាឃើញលោក អូខេតោះអញ្ចឹងខ្ញុំរីនៅអ្វីដែលយើងបានរៀនបន្តិចបាទហើយពួកយើងស្ដាប់អត់បានជួយប្រាប់ផងណាដោយសារខ្ញុំអត់មានអីមើលពួកយើងបាទយើងតើតើជាមួយនឹង Java GUI បាទ programming ហ្នឹងគឺដូចខ្ញុំបញ្ជាក់ចឹងមាន2ទី1គឺ Java Swing ហើយទី2គឺបាទតើតើមួយ Java FX បាទអញ្ចឹងយើងនឹង focus ទី1នេះគឺលើ Swing សិនណាបាទហើយចាំ FX ចាំយើងនឹង focus បន្ថយទៀតហើយនឹងការ connect ទៅកាន់ database បាទយើងនឹង connect ទៅកាន់ local database ឬក៏ហៅថា offline database ហ្នឹងគឺ SQLite បាទថាវានៅ store ក្នុង computer របស់យើងបាទលក្ខណៈ local អត់មានត្រូវការ network ឬ internet អីផ្សេងទេ server ផ្សេងទេតែបើអ្នកនរគ្នាប្រើ online database គេហៅថា remote ឬក៏ server database គឺអ្នកនរគ្នាត្រូវការ install server បាទអាចជា web server ណាបាទអាចជា database server ហ្នឹងដើម្បី connect ទៅកាន់វាណាបាទអញ្ចឹងអាហ្នឹងយើងនឹង go through ដែរតែ step by step ហើយហ្នឹងខ្ញុំគិតថាគ្នាយើងនឹងរៀននៅក្នុង advanced Java បន្ថែមទៀតបាទគ្រាន់នេះគ្រាន់តែជា quick introduction ទេបាទក្នុងករណីដែលពួកយើងអាចធ្វើមួយណាបានពួកយើងធ្វើទៅបាទទាំង file ទាំង database ណាហើយទាំង local database ហើយនិង server database ហ្នឹងបាទអាហ្នឹងខ្ញុំបញ្ជាក់មួយគ្នាយើងបាទអញ្ចឹងគ្នាយើងចេះមួយណាយើងធ្វើមួយហ្នឹងបាទព្រោះខ្ញុំអត់ដឹងថាពួកយើងរៀនដល់កម្រិតណាអញ្ចឹងវាអាស្រ័យទៅលើការដែលយើងហ៊ាន explore នឹងបន្ថែមទៀតបាទតើតើជាមួយ GUI យើងដឹងអីវាជា graphical user interface ដែលវាខុសពី CLI បាទ CLI គឺ command line interface ដែលយើងប្រើលក្ខណៈជា homework ហ្នឹងឃើញបាទ user គាត់ចុច command ហ្នឹងបាទដើម្បី access application របស់យើងហ្នឹងអាហ្នឹងគេហៅថា command line interface ហើយមួយទៀតគឺ GUI graphical user interface គឺមានលក្ខណៈជា graphic ដូចគ្នាយើងឃើញអញ្ចឹងបាទគឺមានជា window ណាហើយមានប៊ូតុងបាទមាន input មានអីផ្សេងហ្នឹងអាហ្នឹងហើយគឺគេហៅ GUI បាទដែលយើង user គាត់អាចធ្វើការបញ្ចូលណាមាន interface លក្ខណៈជា graphical ហ្នឹងដើម្បីបញ្ចូលដើម្បី submit អីងាយស្រួលប្រើបាទអញ្ចឹងក្នុងការ develop application គឺទូទៅគេមាន2ហ្នឹងវាមាន command line ហើយនិង GUI ហ្នឹងបាទហើយ GUI អ្នកនរគ្នាគឺ focus បាទនេះគ្នាយើងអញ្ចឹងអ្នកនរគ្នាត្រូវដឹងថា GUI គឺនៅក្នុង Java ជាទូទៅវាមាន2ធំគឺ Swing ហើយនិង FX បាទចឹងនេះយើង focus ទៅលើ Swing ហើយ Swing មួយទៀតវាមាន AWT មួយទៀតបាទអញ្ចឹងយើងដឹងថាស្អីគេ AWT គឺ Swing តែវាប្រើវាអ្វីបាទហើយតទៅមួយនឹង main window បាទ Java គេប្រើ JFrame ហ្នឹងបាទដើម្បីបង្កើត main window ហ្នឹងបាទហើយតោះមកអ្នកនរគ្នាត្រូវដឹងអំពី core components របស់ Swing ហ្នឹងបាទហើយទី4តទៅជាមួយនឹង layout manager ហ្នឹងតើធ្វើម៉េចដើម្បីយើងអាចតម្រៀបបាទ component របស់យើងហ្នឹងនៅក្នុងឲ្យងាយស្រួលហ្នឹងបាទហើយទី5តទៅជាមួយនឹង event handling ហើយនឹង listener ធ្វើម៉េចអ្នកនរគ្នាអាច handle event ពេលដែល user click អីធ្វើអីហើយទី6មាន menu មាន dialogs មាន file chooser បាទ menu អ្នកនរគ្នាចង់បង្កើតជា menu ដើម្បីគេ select ហ្នឹងបាទហើយ dialog ដើម្បី show message បាទជា confirm ឬក៏ជា show message ហើយ file chooser ហ្នឹងគឺសម្រាប់អ្នកនរគ្នាអាចឲ្យគេជា interface មួយដើម្បីគេ select យក file ដើម្បី import ចូលទៅក្នុង application របស់យើងហ្នឹងបាទហើយចុងក្រោយគឺយើងមាន login form ដើម្បីបង្ហាញគ្នាយើងអាហ្នឹងគឺអ្វីដែលយើងបានបង្ហាញពីបាទសប្តាហ៍មុនហ្នឹងបាទសប្តាហ៍នេះថ្ងៃគេឲ្យបង្ហាញឲ្យយើងបានរៀនហ្នឹងតែថ្ងៃនេះយើងនឹងបន្តទៀតតែមុននឹងបន្តខ្ញុំសូម review ហ្នឹងឲ្យច្បាស់សិនណាគ្នាយើងយល់ពីចំណុចមួយសិនមុននឹងយើងទៅ detail តទៅមួយការ develop app ហ្នឹងដែលប្រើ GUI ហ្នឹងហើយ connect ទៅកាន់ local database របស់យើង
Okay បាទអញ្ចឹងគ្នាយើងមើលឃើញណានេះយើងដាប់លឺហ៎មើលឃើញហ៎បន្ទំចាក់ម្ដងទៀតលឺហ៎នេះយើងលឺលោកគ្រូលឺមើលឃើញ slide ណាបាទអូខេបាទអញ្ចឹងយើងជួយបញ្ជាក់ផងណាបើអត់លឺឬក៏អត់ឃើញអីបាទព្រោះយើងឡាយនិយាយទៅវាបាត់សំឡេងឬបាត់រូបភាពអីព្រោះយើងជួយបញ្ជាក់ដល់ច្បាស់ហ៎បាទអញ្ចឹងយើងបញ្ជាក់មួយគ្នាយើងទាក់ទងមួយនឹង library ដែលយើងប្រើបាទអញ្ចឹងវាមាន Java AWT អានោះសម្រាប់ old version ហើយបន្ទាប់មកយើងមាន Java Swing អាហ្នឹងគឺសម្រាប់បាទ new version នោះបាទអញ្ចឹងជាទូទៅ AWT វាមាននៅក្នុង Java តាំងពីឆ្នាំ1995នេះឃើញហើយវា use native OS component បានថាវាហ្នឹងវា heavyweight បានថា code យើងប្រើច្រើនហើយ platform ដែលវា depend then appearance បានថាវាទៅសេគឺតែស្រ័យទៅលើ operating system របស់យើងបាទថាអ្នកនរគ្នាប្រើ Windows ចេញរបៀប Windows អ្នកនរគ្នាប្រើ Mac ចេញរបៀប Mac ណាបាទហើយវា limit component របស់យើងហ្នឹងគឺវាអត់មានច្រើនទេហើយយើង customize ក៏ពិបាកដែរណាហើយ package របស់វាគឺនៅក្នុង java.awt ហ្នឹងបាទចឹងដល់វាមានបញ្ហាច្រើនណាស់ហើយគេបង្កើតជា Java Swing នេះបាទដែលវាចេញមកពី Java X.Swing ហ្នឹងចឹងហើយវា build on top of AWT ហ្នឹងទេបានថាយក AWT មកកែសម្រួលហើយទៅជា Java Swing ហ្នឹងហើយវា lightweight ជាងហើយវា platform independent បានថាវាទោះអ្នកនរគ្នា run ទៅលើ operating system ណាក៏វាអត់មានបញ្ហាដែរថា Linux បាទ Windows ឬក៏ Mac ទេហើយវាមានលក្ខណៈ look and feel ដូចជាអញ្ចឹងមើលទៅអ្នកនរគ្នាងាយស្រួលហើយវាមាន component ច្រើនបាទជាង200 component នោះហើយងាយស្រួលក្នុងការ customize ណាហើយនឹង link ជាមួយនឹង API ផ្សេងៗហើយវានៅ part របស់វាគឺ Java X.Swing ហ្នឹងហើយបាទអញ្ចឹងមាន recommend ឲ្យប្រើជា Swing ហ្នឹងអ្នកនរគ្នាឃើញតែពេលអ្នកនរគ្នាប្រើ Swing ខ្លះក៏វាត្រូវការ include ពី AWT ដែរបាទហ្នឹងគឺ Java Swing វាមាន on top of AWT ហើយបើអ្នកនរគ្នាប្រើ Java FX មួយទៀតគឺបាទវាមានលក្ខណៈផ្សេងតទៀតអូខេបាទអញ្ចឹងតាក់ទងជាមួយនឹងប្រើប្រាស់បាទទី1គឺអ្នកទាំងអស់គ្នាត្រូវការបង្កើត main window បាទអញ្ចឹង main window នៅក្នុង Swing គេហៅថា JFrame បាទអញ្ចឹងអ្នកនរគ្នាឃើញអ្នកនរគ្នាអាចបង្កើត JFrame មួយណាហើយអ្នកនរគ្នាអាចនេះបង្កើត method មួយ my window អញ្ចឹងហើយអ្នកនរគ្នាអាច call វា new window អញ្ចឹងនៅក្នុង main ហ្នឹងអញ្ចឹងវានៅការ window មួយដែលមានឈ្មោះថាបាទអញ្ចឹងអ្នកនរគ្នាអាចបង្កើត frame object ក៏បានឬក៏អ្នកនរគ្នា inherit JFrame យកតែម្ដងក៏បានដែរបាទវិធីសាស្ត្រនោះគេអត់ស្អីមាន2ក្នុង Java អ្នកនរគ្នា inherit JFrame ទៅអ្នកនរគ្នាមិនបាច់ចាំបង្កើត object ទេតែបើអ្នកនរគ្នាអត់ inherit JFrame អ្នកនរគ្នាត្រូវបង្កើត object JFrame ហ្នឹងណាហើយតោះមកបាន call ហៅ method វាបាទអញ្ចឹងពីជម្រើសហ្នឹងអ្នកនរគ្នាចង់ប្រើមួយណាក៏បានដែរហើយតោះមកអ្នកនរគ្នាត្រូវការ set title set size set location set default close operation ហើយ set visible ហ្នឹងបាទអញ្ចឹងដាក់កំណត់ឈ្មោះឲ្យ frame window យើង size យើងបាទណា location នៅណាបាទបើយើងដាក់ set location relative to null បានថាវានៅ center ចឹងបើអ្នកនរគ្នាឲ្យវា run មក display center អ្នកនរគ្នាត្រូវការ set location relative to null ហ្នឹងហើយ set default close operation គឺដើម្បីអ្នកនរគ្នាអាច click close ហ្នឹងវាបិទហើយ set visible ដើម្បីឲ្យវាបង្ហាញ window ហ្នឹងបាទចានេះគឺជា method ឬក៏ property ដែលអ្នកនរគ្នាប្រើប្រាស់អញ្ចឹងអ្នកនរគ្នាមើលឃើញណាបាទ detail ហ្នឹងឥឡូវទី1អ្នកនរគ្នាត្រូវការបង្កើត frame អញ្ចឹងហើយពេលដែលបង្កើតអញ្ចឹងអ្នកនរគ្នាត្រូវ import Java Swing អូខេហើយ Java AWT បាទហ្នឹងគឺ library វាដើម្បីយើងប្រើប្រាស់បានបាទអញ្ចឹងមិនថាអ្នកនរគ្នាប្រើនៅក្នុង Java ហ្នឹងគឺត្រូវការប្រើ library គឺអ្នកនរគ្នាត្រូវការ import មកបាទអូខេបាទហើយតកតងជាមួយនឹង core components របស់ Swing គឺនេះមានច្រើនបាទអញ្ចឹងយើងនឹង go through តិចបាទបន្ថែមទៀតឲ្យគ្នាយើងទី1គឺ JLabel សម្រាប់អ្នកនរគ្នាចង់ display text ឬក៏ image ឯណាបាទអាហ្នឹងគឺយើងប្រើ JLabel ហើយដើម្បីបង្កើតអ្នកនរគ្នាប្រើបាទបង្កើត
new J label ហើយដាក់ឈ្មោះវាមកបាទទី2គឺ J text field បាទសម្រាប់អ្នកនរគ្នាធ្វើការឲ្យគេបញ្ចូល input ណាបាទ J single line អញ្ចឹងអ្នកនរគ្នាដាក់ new J text field ហ្នឹងប្រហែល20អញ្ចឹង size វានៅ20ឲ្យគេបញ្ចូលបាន20 character ហ្នឹងបាទហើយមួយទៀតគឺតកតងមួយ J text box នៅពេលអ្នកនរគ្នាចង់ឲ្យគេបាទdisplay text box ឲ្យគ្នាយើងណាបាទហើយ J combo box គឺលក្ខណៈជា drop down selection list ចឹងអ្នកនរគ្នាចង់បង្កើតជា selection list ដែល click ទៅវា drop down ឲ្យអ្នកយើង select បាទហ្នឹងយើងប្រើ J combo box ហើយមួយទៀតគឺ J table អ្នកនរគ្នាចង់ display data លក្ខណៈជា table មាន row ហើយនិង columns បាទអញ្ចឹងអ្នកនរគ្នាដាក់ J table new J table ហើយមាន data ហើយនិង columns ហើយបើต้องបង្កើតជាប៊ូតុងអ្នកនរគ្នាប្រើជាប៊ូតុងនឹងដែលអាច click ហើយឲ្យវាមាន handle event ផ្សេងៗហ្នឹងបាទគឺប្រើជាប៊ូតុងហ្នឹងហើយជាតេញរៀលដើម្បីអ្នកនរគ្នាដឹងឲ្យគេ input ច្រើនឡើងជា radio button បាទ display ជា radio ជា list បាទអ្នកនរគ្នា display លក្ខណៈជា list ហើយនៅ J panel សម្រាប់អ្នកនរគ្នាអាចគ្រប់component ហ្នឹងនៅជា container ទូចដើម្បី add ចូលទៅក្នុង window របស់យើងអាហ្នឹងគឺយើងប្រើ J panel បាទ J panel គឺសម្រាប់ជា container ដើម្បីយើងគ្រប់ components របស់យើងទៅជា session ដាក់ចូលទៅក្នុង window របស់យើងបាទហ្នឹងបើសិនជាអ្នកនរគ្នាចង់គ្រប់វាទៅជា session គឺយើងប្រើ J panel ហ្នឹងបាទហ្នឹងគឺជា comment ណាអញ្ចឹងវាមានច្រើនជាងទៀតមាន J menu ដែលខ្ញុំបញ្ជាក់មួយគ្នាយើងអញ្ចឹងបាទមាន J តកតមួយនឹងfile chooser បាទ J ផ្សេងៗទៀតដែលយើងអាចប្រើប្រាស់បានបាទអញ្ចឹងទី1អ្នកនរគ្នាត្រូវមាន Windows គេហៅថាមាន Windows ហ្នឹងគឺ J-frame តមកអ្នកនរគ្នាអាចបង្កើតជា components ដើម្បី add ចូលទៅក្នុង Windows យើងហ្នឹងបាទហើយតមកទៀតអ្នកនរគ្នាដើម្បីតម្រៀបcomponents របស់យើងនឹងបានណាបាទអញ្ចឹងយើងត្រូវការប្រើនេះគ្នាយើង layout manager អញ្ចឹង layout manager នៅក្នុងនេះគឺដើម្បីយើងតម្រៀប components ហ្នឹងទៅតាមទម្រង់ដែលយើងចង់បានអញ្ចឹងបើអ្នកនរគ្នាចង់តម្រៀបលក្ខណៈជាឆ្វេងទៅស្ដាំតាម order អ្នកនរគ្នាអាចប្រើ flow layout ហើយបើអ្នកនរគ្នាចង់តម្រៀបលក្ខណៈជា regions បាទ north south east west អីគឺប្រើ border layout ហើយបើអ្នកនរគ្នាចង់តម្រៀបលក្ខណៈជា row ហើយនិង column បាទអ្នកនរគ្នាឃើញទីតាំងរបស់វាមាន0 0 0 1 0 2អាហ្នឹងបើអ្នកនរគ្នាបង្កើតជា2 row 3 column ហ្នឹងយើងប្រើ grid layout ហើយបើអ្នកនរគ្នាចង់តម្រៀបលក្ខណៈជា stack ណាបាទអាចជា horizontal ឬក៏ vertical យើងប្រើ box layout ហើយបើអ្នកនរគ្នាចង់លក្ខណៈជា complex បាទណាគឺយើងប្រើ grid back layout អញ្ចឹងអ្នកនរគ្នាអាច resize តាមតម្រូវការជាក់ស្ដែងរបស់អ្នកនរគ្នាបាទអញ្ចឹងអានេះគឺជា layout ដែលអ្នកនរគ្នាអាចប្រើតម្រៀប components នៅលើ Windows របស់យើងបានបាទអញ្ចឹងអ្នកនរគ្នាត្រូវការយល់អំពី concept ហ្នឹងហើយទី3គឺអ្នកនរគ្នាត្រូវយល់អំពីតកតមួយនឹង event handling បាទអញ្ចឹងពេលអ្នកនរគ្នាមាន component ហើយអ្នកនរគ្នាចង់ឲ្យបាទ user click ឲ្យទៅហើយទៅ execute កន្លែងដែល user click ហ្នឹងអាហ្នឹងអ្នកនរគ្នាត្រូវការ event handling in listener ហ្នឹងទី1អ្នកនរគ្នាត្រូវការបង្កើតប៊ូតុងមួយឧទាហរណ៍អញ្ចឹងដើម្បី user click ហ្នឹងហើយទី2អ្នកនរគ្នាអាចប្រើជា lambda expression ដើម្បី user click វានឹង add action listener អញ្ចឹង click ទៅវានឹង execute code នៅខាងក្នុងហ្នឹងឬក៏អ្នកនរគ្នាអាចប្រើ anonymous class បាទគឺ add action listener ហើយ override action perform នោះអញ្ចឹងឲ្យដល់ពេលគេ click លើប៊ូតុងហ្នឹងគឺវាទៅបាទ execute align method action perform បាទអញ្ចឹងអាហ្នឹងគឺជាចំណុចដែលអ្នកនរគ្នាហើយlistener មានច្រើនណាវាមាន action listener ពេលដែល user click វាមាន mouse listener ដល់ពេលដែល mouse click enter មាន key listener ពេលដែល user key click លើ key ណាមួយបាទវាមាន window listener ដល់ពេលដែលយើង open close window យើងមាន item listener ដល់ពេលដែលអ្នក click លើ check box កាបូប box ឲ្យផ្សេងឆេងហ្នឹងឬក៏មាន document listener នៅពេលដែល text field content ហ្នឹងត្រូវបានឆេងអញ្ចឹងឲ្យមាន action ឲ្យកើតឡើងអ្នកនរគ្នាអាចឲ្យចាប់បាទ event ហ្នឹងឬក៏ listener ហ្នឹងហើយតមក handle ទៅតាមតម្រូវការជាក់ស្ដែងហ្នឹងបាទអញ្ចឹងពេល user click ឬពេល user ឆេងឬក៏ពេល user select អីផ្សេង
គឺអ្នកនរគ្នាអាច handle event របស់ user នឹងឲ្យវាទៅ execute code នៅក្នុង action perform ហ្នឹងរបស់យើងបាទអញ្ចឹង3ចំណុចហ្នឹងគឺសំខាន់ណាស់គ្នាយើងអញ្ចឹងទី1គឺតាក់ទងជាមួយនឹងcomponents ដែលអ្នកនរគ្នាអាច add ទៅក្នុង Windows ឬក៏ Frame ហ្នឹងទី2គឺ layout manager ដើម្បីអ្នកនរគ្នាតម្រៀប components ហ្នឹងទី3គឺ event handling listener ដើម្បីអ្នកនរគ្នាអាចចាប់យក event ហ្នឹងហើយយកទៅ handle បានទៅតាមតម្រូវការជាក់ស្ដែងរបស់យើងហ្នឹងបាទហើយបន្ទាប់មកនេះគឺជា main បាទគឺ component ផ្សេងៗទៀតដែលអ្នកនរគ្នាអាចយកទៅប្រើបានបាទក្នុងករណីដែលបាទចង់បង្កើតជា menu យើងអាចប្រើ J menu បាទអ្នកនរគ្នាឃើញ J menu bar អ្នកនរគ្នា add J menu item ហើយ add វាចូលទៅក្នុង frame ទៅហើយបើអ្នកនរគ្នាចង់ display message បាទយើងអាចប្រើ J option pan ដែល locks អ្នកនរគ្នាឃើញហើយបើអ្នកនរគ្នាចង់ឲ្យគេ select file ឬ color ឬក៏ font អីគឺយើងប្រើ file choosers ណាដើម្បី user ធ្វើការ select បាទ file ទៅតាមតម្រូវការស្វែងរកគេហើយមានច្រើនទៀតនេះយើងតែនេះយើងលើកឡើងតែ comments ដែលអ្នកនរគ្នាប្រើហ្នឹងបាទហើយនេះគឺតកតមួយនឹងការអ្នកនរគ្នាចង់ create login អ្នកនរគ្នាឃើញហើយបាទអញ្ចឹងអ្នកនរគ្នាអាចប្រើបាទ login extend jframe អញ្ចឹងបាទបង្កើត class មួយ login form អញ្ចឹងទៅ extend jframe ហ្នឹងហើយតមកអ្នកនរគ្នាអាចបង្កើតបាទនេះ login ណាបាទហើយ display message តោះឡើយខ្ញុំបង្ហាញអាហ្នឹងឲ្យគ្នាយើងមើលមួយអញ្ចឹងយើងទៅបង្កើត Xcode មួយសិនមកនេះយើងមើលឃើញហ៎បាទខ្ញុំបង្ហាញទាំង whole មកពួកយើងមើលឃើញហ៎នេះយើងមើលឃើញដែរឃើញលោកគ្រូឃើញអូខេតោះអញ្ចឹងខ្ញុំទៅបង្កើត project មួយសិនបាទ create project ហ្នឹង no build tool ហើយបន្ទាប់មកខ្ញុំដាក់ឈ្មោះ project របស់យើងហ្នឹង Java GUI បាទ project name ណាបាទ GUI បាទអញ្ចឹងយើងមានដំណឹងហើយបាទអញ្ចឹងយើងសាក run មួយសិនឲ្យឃើញ hello world មួយមកបាទអូខេ hello world ហើយណាតោះអញ្ចឹងយើងអាចទៅ copy code នេះតិចដើម្បីបង្ហាញគ្នាយើងបាទអញ្ចឹងអ្នកនរគ្នាត្រូវការបង្កើត file មួយទៀតមកនេះ Java file គឺ class របស់យើងឈ្មោះ login form ណាបាទនេះបាទ .java ណាបាទអញ្ចឹងអ្នកនរគ្នាត្រូវការ import library របស់យើងហ្នឹងបាទនេះទាំងអស់ហ្នឹងបាទវាមកពី Java Swing ទាំងអស់គ្នាយើងចាំបើអ្នកនរគ្នាមិនចង់ import មួយទេអ្នកនរគ្នាអាចបាទ import ទាំងអស់ក៏បានដែរអញ្ចឹងនេះយើងប្រើបាទ grid layout ហ្នឹងបាទបើសិនជាអ្នកនរគ្នាអត់ចង់ import មួយទេអ្នកនរគ្នាត្រូវការបាទimport ម្ដងគឺអ្នកនរគ្នាត្រូវការ import តែមួយពីរនេះក៏បានដែរនេះ AWP និង Swing ហ្នឹងបាទសម្រាប់ testing អ្នកនរគ្នាអាច import អញ្ចឹងទៅវាស្រួលបាទព្រោះវាត្រូវការតែពីរហ្នឹងទេអញ្ចឹងបានថា Java X.Swing .sky ហ្នឹងគឺមកទាំងអស់ហើយនឹង Java.AWT. បាទ sky ហ្នឹងគឺមកទាំងអស់បាទហ្នឹងក្នុងករណីដែលយើងបាទមិនចង់វាបាទច្រើនដងអូខេបាទអញ្ចឹងអ្នកនរគ្នាត្រូវ inherit នេះបាទគឺ JFrame ហ្នឹងហើយតមកបង្កើតនេះ text field ហើយ J password field ណាហើយតមកនេះ set title វា login ហើយអ្នកនរគ្នា set layout របស់វាគឺ grid layout បាទក្នុងករណីអ្នកនរគ្នា extend JFrame គឺអ្នកនរគ្នាមិនបាច់ចាំបង្កើតអញ្ចឹងទេតែបើអ្នកនរគ្នាអត់ចង់បង្កើតនេះ extend JFrame អញ្ចឹងក៏បានអ្នកនរគ្នាត្រូវការបង្កើត frame មួយមក
នេះ new frame ចឹងបាទដូចគ្នាទេហើយតមកអ្នកនរគ្នាត្រូវការ frame dot ចឹងបាទអញ្ចឹងជំរើសហ្នឹងអ្នកនរគ្នាចង់បង្កើតមួយណាក៏បានដែរនេះបាទហ្នឹងបើសិនជាអ្នកនរគ្នាបាទមិនចង់បង្កើតframe ណាអ្នកនរគ្នាអាចប្រើអញ្ចឹងក៏បានបាទណាបើអ្នកនរគ្នាអត់ចង់ inherit frame អ្នកនរគ្នាត្រូវបង្កើតហ្នឹងតែបើអ្នកនរគ្នាមានគឺអ្នកនរគ្នាអត់ចាំ inherit អ្នកនរគ្នាអត់ចាំបង្កើត frame ហ្នឹងទេមិនដែរគ្នាយើងនេះតន់ទេគ្នាយើងឡើយណាឥឡូវ frame ហ្នឹងបើអ្នកនរគ្នាចង់ដាក់កណ្ដាលទៀតនេះបាទអញ្ចឹងអ្នកនរគ្នាអាច set នៅហ្នឹងបាទ title អីទាំងអស់ហ្នឹងនេះបាទអញ្ចឹងអ្នកនរគ្នាត្រូវការ set វានេះបាទអញ្ចឹងនេះ frame បាទ dot set ហ្នឹងហើយ frame dot ហ្នឹងដូចគ្នាបាទបាទនេះអញ្ចឹងអ្នកនរគ្នាដាក់អញ្ចឹងមកក៏វានៅ center ហ្នឹងបាទហើយនេះគឺអ្នកនរគ្នាដាក់ frame.add បាទអញ្ចឹងយើង add ប៊ូតុងហ្នឹងហើយនឹង add text label ហ្នឹងបាទអាហ្នឹងគឺសម្រាប់គ្នាយើងចង់ឲ្យវានៅ center ហ្នឹងហើយមួយទៀតបើសិនជាអ្នកនរគ្នាចង់នេះ log in តែបើអ្នកនរគ្នាអត់មាន log in ទេអ្នកនរគ្នាចង់ឲ្យ show message ណាបាទអញ្ចឹងអ្នកនរគ្នាអាចប្រើជា show message ហ្នឹងដែលយើងបានបង្ហាញគ្នាយើងនេះបាទនេះអូខេនេះបាទអញ្ចឹងអ្នកនរគ្នាអាចប្រើ J option panel ហ្នឹងមកនេះបាទដើម្បី show message ហ្នឹងមកបាទអញ្ចឹងនេះ message អ្នកនរគ្នាដាក់អីគេ log in បាទប៊ូតុង click អីចឹងទៅណាហើយ username ស្មើហ្នឹងបាទនេះ username password ឲ្យគេបញ្ចូលហ្នឹងបាទអញ្ចឹងយើងអាចធ្វើអញ្ចឹងដើម្បីឲ្យវា show ហ្នឹងបាទអញ្ចឹងពេលដែលយើងបានអាហ្នឹងហើយអ្នកនរគ្នាយកវាទៅ call នៅក្នុង main ហ្នឹងមកបាទអញ្ចឹងបង្កើតយើងអាចបាច់ save បង្កើតក៏បានដែរយើងអាចប្រើបាទនេះបាទ new login ហ្នឹងបាទដើម្បី call ហៅ object ហ្នឹងនេះអញ្ចឹងពេលហ្នឹងដែលពេលនេះ run វានឹង call ហៅ object login form ហ្នឹងហើយ login form វានឹងទៅ create នេះបាទ login frame របស់យើងហ្នឹងបាទអញ្ចឹងបើយើងខ្ជិលទៅ save frame ច្រើនដូចខ្ញុំបញ្ជាក់មួយគ្នាយើងអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើ inherit នេះ extend frame ហ្នឹងមកហើយអ្នកទាំងអស់គ្នាអត់ចាំបាច់ call ហៅ frame ហ្នឹងទេនេះ remove វាចោលទាំងអស់ហ្នឹងបាទអញ្ចឹងអាហ្នឹងហើយដែលអ្នកទាំងអស់គ្នាបាទនេះឃើញទេចឹងអ្នកនរគ្នាអត់មានអីត្រូវការវាយកមកបាទ call ហៅ frame នោះទេអញ្ចឹងជំរឿនមាន2ដែលអ្នកនរគ្នាសេហ្នឹងអ្នកនរគ្នាអាចប្រើ inherit បាទ J frame ហ្នឹងអ្នកនរគ្នាមិនបាច់បង្កើត object frame ហើយ call ហៅវានាំបាក់ទេតែបើអ្នកនរគ្នាអត់មាន inherit អ្នកនរគ្នាបង្កើត object ហើយ call ហៅវាបាទអញ្ចឹងជំរឿនមួយណាក៏បានដែរតម្រូវការជាក់ស្ដែងរបស់យើងតោះអូ sorryបាទអញ្ចឹងយើងសាកមើលនេះយើងបាន log in អញ្ចឹងយើងវាយ Dara password 1 2 3ហើយអ្នកនរគ្នា click មកនេះlog in ប៊ូតុង click username Dara password 1 2 3នេះតោះខ្ញុំsend file ហ្នឹងឲ្យគ្នាយើងដើម្បីគ្នាយើងអាចតេស្តបានតោះមិនដែរគ្នាយើងមានសំណួរទេកន្លែងនេះមានទេគ្នាយើង
Low này giống miền đấy. Ăn được không? Này giống xây chất miền đấy. Mà. Ăn miếng là cô. Basic và thằng hai pua giống tầm hắn vô là nắng á. Chẳng thì mũi là học này vô làm cả ở main window cứ phải chế frame nắng thì pi cứ tại tao mới nâng components of vía và thì bay cứ tại tao mới layout và đại diện phở này học này khởi này dùng phở grid layout nắng vì mình rồi làm nắng thì bay cứ tại tao mới event này học này event này cứ dùng phở này nhé bởi tao click add action listener nữa hay tao máu vì phải click về nó execute code lại đại diện bà ta say nữa anh ấy dùng phở làm lại expression và clay nè và chẳng như sẽ clay rồi này ở này anh phở save với anh các bạn là chẳng trao áคือnày ở này trong save với anh các bạn sẽ clay các bạn và tao mới nổi đấy này anh ta mở bán và trong cả này là dân trắng bỏ tế dân vật to tệ to như mười nâng cao develop app và mày đá này chứ tao mới nổi lại nó cho ai xua bán rồi còn lại na là dân toán mà đi tiệc cao không phải dân và mà ở xuân đấy này dân bảo bán này dân là ở toán ai xua hỏi mà và môn này dân từ ở căn là ngày tiền anh ấy swing và thì tiếp miền FX miền A nó to tiền miền sầm nối đấy này như này nữa Ăn miếng là cô. nhưng mà ban mà nè ngày này và ban tạch mình tết này ban ta đọc ban mà pay nè và ở tế dân nâng châu tế tệ to như mùi nâng cao bà hai như mùi tiết và nâng cao develop chỉ student management system này này dân đại thời gian xài mình đó và đây cứ giờ layout ở đây nhưng bà hai cái dân thế bạn chẳng thì tôi tới bờ sân như nào nên develop tệ to mỗi giờ system được app mỗi đằng bài đó xây bản nhà là mỗi tôi chỉ cả bà cho một để set là enroll để set cho hiện nữa chẳng tệ to mỗi năng application nó cứ miền module ấy hay feature ấy này đó cái này khởi mà trong miền module thông để buồn pram môi bay nó miền login miền dashboard miền student add update delete student nó cứ về feature nên ở đây tiệm trai cái tên á nơi cái nông nó cái miền module hay module nó cái miền features module cứ chỉ bản đông này feature này 1.000 là ngày và trong bộ module login ta miền feature là đấy miền tại to mỗi là authentication miền tại to authorization ở dashboard module nó miền feature là 1.000 là miền và chỉ static report student management module miền là miền add update delete view source student đó và hai là course management module miền là miền create course assign course và nó là hai thà và module hay là feature pin không nè cho nên học này miền report cái module report trong miền đây là chẳng ở module cứ cho bạn nông này feature nè feature cứ cho một nghề môi là dân ra được nông system mà giờ nè và hay layout này khởi này cứ về miền chỉ là cái chết vào trên học này thở và cứ về miền chỉ menu được hành trình đấy cho mình nào này click dashboard trên dashboard click student trên student click cost trên cost và feature nó trên enroll và report setting logout xây nè trong mà này học này trên student ở họ chứ mà bên trên tại tôi mới cả add update delete view source student được không nào nè cái này học này khởi về miền chỉ là bell miền tạch field miền drop down nghĩa miền bật tông miền ai chơi table basically trong miền sao ta components này học này ở bàn hiện nè này và trong cái component này class là dùng phở từ miền frame và miền window miền chơi panel là máy organization một viên được nó UI nắng miền chơi menu bar chơi toolbar và chơi label chơi touch field chơi combo box chơi button
ជា table ជា scroll pane ហើយគេ option pane ដើម្បីយើងបើ confirm ឬក៏ error message ផ្សេងៗបាទអញ្ចឹងគេនេះគឺតែជា components របស់ string ដែលយើងយកមកហើយយើង organize វាទៅតាមបាទ layout ដែលយើងចង់បានអញ្ចឹងអ្វីដែល assignment គឺយើងចង់ឃើញដូចគ្នាយើងអញ្ចឹងបាទនេះបាទ interface ហ្នឹងអញ្ចឹងមិនអ្នកនរគ្នាធ្វើលើ student employee bank library អីគឺវាប្រហាក់ប្រហែលគ្នាណាបាទវាអាស្រ័យទៅលើ module feature ដែលគ្នាយើងមានណាតោះនេះគ្នាយើងឡើងណាមិនដែរនេះយើងតោះណាតន់ នេះយើងផ្សេងទៀត Toàn là cũ. អូខេបាទអញ្ចឹងខ្ញុំបន្តទៀតណាបាទខ្ញុំចង់ឲ្យគ្នាយើងណាដែលអត់តន់សួរណាហើយបើថាគ្នាយើងអត់សួរហើយខ្ញុំអត់ដឹងថាធ្វើម៉េចដែរបាទព្រោះយើងត្រូវការឲ្យគ្នាយើងដែលអត់តន់សួរបើអត់គ្នាយើងថាតន់ហើយយើងបន្តទៀតបាទកុំឲ្យខាតពេលយើងខេបាទអញ្ចឹងនេះតកតងជាមួយនឹងបច្ចេក structure ដែលខ្ញុំបានអាចឧទាហរណ៍គ្នាយើងបានជាគំរូចូលអ្នកនរគ្នាអាច separate វាទៅតាម model ណាទៅតាម DAO បាទគណិតកម្ម database ហើយទៅកម្ម UI របស់យើងណាហើយមាន service មាន utility មានអីផ្សេងទៀតហើយនេះគឺជា database បាទ package របស់យើងបាទចឹងអ្នកនរគ្នាអាចកត់ package របស់វាទៅតាមហ្នឹងបាទដើម្បីយើងងាយស្រួលក្នុងការ manage file របស់យើងនៅក្នុងបាទ project របស់យើងហ្នឹងចឹងទូទៅគឺ project structure គឺសំខាន់ណាស់ដើម្បីយើងអាច organize file របស់យើងនៅក្នុងហ្នឹងបាទចឹងអ្នកនរគ្នាអាច separate វាទៅតាម package ហ្នឹងណាបាទអូខេអញ្ចឹងមុនដល់អាហ្នឹងគឺខ្ញុំនឹងបង្ហាញតទៅមួយនឹង basic មួយណានេះជា simple មួយសិនដើម្បីឲ្យអ្នកនរគ្នាធ្វើម៉េចអាច add update delete view បាទនេះ student information ណាដោយប្រើ JavaScript ហើយនឹង HLI បាទមួយសិនណានេះគឺជា simple ទេដើម្បីឲ្យគ្នាយើងបានបាទ basic ដើម្បីអ្នកនរគ្នាអាចយកទៅប្រើជាមួយនឹង complete មិញនឹងរបស់យើងណាបាទអញ្ចឹងគោលបំណងនេះគឺធ្វើម៉េចដើម្បីគ្រាន់តែចេះតែ add update delete បាទ student មួយសិនមកបាទតោះអញ្ចឹងយើងនឹងបង្ហាញគ្នាយើងណាបាទហើយនេះយើងនឹង connect ជាមួយនឹង HLI HLI បាទពួកយើងក៏គួរតែដឹងដែរបាទនេះគឺជា database មួយដែលអ្នកនរគ្នាអាចបង្កើតនៅក្នុង local computer របស់អ្នកនរគ្នាអត់មានត្រូវការ network ត្រូវការ internet អីទេបាទហ្នឹងហើយវាមានតាំងនៅក្នុង mobile app ក៏មាននៅក្នុង desktop app ក៏មាននៅក្នុង web app ក៏មានដែរបាទអញ្ចឹងអ្នកនរគ្នាត្រូវការ install វានៅក្នុង desktop computer អ្នកនរគ្នាដែរតើតោះ HLI ហ្នឹងបាទតិចខ្ញុំបង្ហាញគ្នាយើងតោះកុំឲ្យខាតពេលអញ្ចឹងយើងចូលទៅទី1គឺអ្នកនរគ្នាត្រូវការបង្កើតបាទ database ទាំងមួយសិនបាទអញ្ចឹងយើងមានបច្ចេករបស់យើងមិញហ្នឹងបាទឥឡូវយើងនឹងលុបចោលអាហ្នឹងសិនបាទយើងមិនលុបទេទុក login នឹងដែរទៅបាទអញ្ចឹងយើងបញ្ចេញនឹងដែរណាគ្នាយើងបាទគាត់តែយើងអត់ទាន់ call login ទេបាទតែយើងទៅបង្កើត package ណាចង់បង្កើត package អ្នកនរគ្នាមើលឃើញទេខ្ញុំភ្លេចសួរទៀតមើលឃើញទេនេះយើងឃើញលោកគ្រូ Ba nó khổ, hơi nó khổ. ដូចប្រាប់ផងណាបើអត់ឃើញលើសំឡេងអីពួកយើងបាទកុំនៅស្ងៀមពួកខ្ញុំអត់អាចមើលពួកយើងដឹងតែខ្ញុំចេះតែនិយាយឲ្យ demo ទៅហើយគ្នាយើងឆ្ងល់អាចសួរមកបាទអាចនិយាយសួរមកហ្មងកាត់ខ្ញុំទៅដើម្បីខ្ញុំអាចឆ្លើយបានបើមិនចឹងទេខ្ញុំអត់បានមើលទេពួកយើងណាបាទព្រោះខ្ញុំមើលទៅលើទៅ screen នេះដែរ
បាទចុះមកពួកយើងមានបញ្ហាអីសូមសួរតោះឥឡូវខ្ញុំបង្កើត package គឺអ្នកនរគ្នា right click លើ src ហ្នឹងហើយយើងយកពាក្យថា new នេះ Java package ហ្នឹងឃើញនេះយើងហើយនេះដាក់មកឈ្មោះអីគេខ្លះមិញ model DO បាទ UI ហើយនិង util គេយើងបង្កើត package 4ដើម្បី store ទុកហ្នឹងចឹងអ្នកនរគ្នាបង្កើត4ហើយមក model បាទសម្រាប់ store ទុក data របស់យើងគេនេះហើយអ្នកនរគ្នាចូលទៅបង្កើត package ទី2គឺបាទ DO បាទនេះសម្រាប់ connect ទៅកាន់ database បាទនឹងពេលអ្នកនរគ្នារៀន design pattern គឺឃើញហ្នឹងនេះគាត់អ្នកនរគ្នាយល់ទៅប៉ុណ្ណឹងបាទទី3គឺ UI ដើម្បីយើងធ្វើ UI មិញហ្នឹងដូច login អីហ្នឹងបាទហើយទី4គឺ util ដើម្បីអ្នកនរគ្នា connect ទៅកាន់ database ហ្នឹងបាទ util ណានេះបាទដើម្បីយើងបាទអញ្ចឹងមាន4ហ្នឹងឃើញបាទអញ្ចឹងអ្នកនរគ្នាចាប់ដើមម៉ូនេះបាទ login របស់យើងហ្នឹង app របស់យើងនេះទៅចូលទៅក្នុង UI បាទអញ្ចឹងទាញវាយកដាក់ចូលទៅឲ្យម៉ូមកគឺបានហើយបាទអូខេមកនេះឃើញតែដល់ពេលប្រើអ្នកនរគ្នាឃើញអ្នកនរគ្នាត្រូវការមាន import package ហ្នឹងហើយនេះអត់ទេគឺអ្នកនរគ្នាប្រើអត់កើតទេឃើញទេបាទនេះដោយសារខ្ញុំមានបញ្ហាអីបាទវាស្គាល់បាទដូចជាមិនអីទេចាំមើលយើងសាក run ម្ដងទៀតមើលបាទពេលខ្លះវាត្រូវការបិទបើកម្ដងទៀតណាដើម្បីស្គាល់new platform នេះអត់ស្គាល់នេះចាំមិនដាក់ package ហ្នឹងបាទយើងសាកបិទឲ្យបើកឡើងវិញសិនណាវាអត់ resolve ឲ្យបាទvậy tớiខ្ញុំសាកបិទបើកឡើងវិញសិនបាទសារវាអត់ resolve ឲ្យអញ្ចឹងខ្ញុំត្រូវការ clean បិទបើកមកវិញទៅវាអូខេបាទឃើញនេះគ្នាយើងសាករ៉ានម្ដងទៀតវាគួរតែចេញអត់ស្គាល់ខ្លះ login បាទនេះតើខ្ញុំរ៉ាន់ Java ដើម្បីកើតខ្លះបានបាទអញ្ចឹងអូខេណាបាទអញ្ចឹងអ្នកនរគ្នាកុំរ៉ាន់កូដអ្នកនរគ្នារ៉ាន់ Java វិញនៅខាងក្រោមនេះបាទដើម្បីយើងអាចមើលបានអូខេអញ្ចឹងវាចេញហើយអញ្ចឹងយើងគ្រាន់តែបាទត្រូវការបង្កើតបាទ database សិនណានេះអ្នកនរគ្នាត្រូវការមាន database មួយ student.db ហ្នឹងដើម្បីដាក់ចូលទៅក្នុងបច្ចេករបស់យើងមិញហ្នឹងបាទអញ្ចឹងដើម្បីបង្កើត database XLI ហ្នឹងហើយនឹងបង្កើត table មួយ student ដែលមាន ID បាទ name gender designer អញ្ចឹងដើម្បីធ្វើអញ្ចឹងអ្នកនរគ្នាត្រូវការ install XLI សិនបាទ XLI បាទ download អញ្ចឹងខ្ញុំទៅ download នេះយើងបាទយកនេះក៏បានដែរអញ្ចឹងមាន2អ្នកនរគ្នាត្រូវការ install XLI ហ្នឹងនេះ like download ហ្នឹងបាទអញ្ចឹងអ្នកនរគ្នាទៅ download ដើម្បី install ក្នុងកុំព្យូទ័រអ្នកនរគ្នាណាបាទហ្នឹងទី1បាទដើម្បី download ហើយអ្នកនរគ្នាដើម្បីប្រើប្រាស់វាបានគឺអ្នកនរគ្នាអាចប្រើ XLI browser នេះមួយទៀតណា install ក្នុងនោះដើម្បីអ្នកនរគ្នាអាចធ្វើការ create XLI នៅលើនឹងបានបាទបើមិនចឹងទេអ្នកនរគ្នាអាចត្រូវការប្រើ command ដើម្បី create វា
បាទអញ្ចឹងតែខ្ញុំ recommend ឲ្យប្រើហ្នឹងទៅអ្នកនរគ្នា install វាមួយទៀតមកនេះទៅខ្ញុំបាន install ហើយបាទ HLite នេះ DB browser នេះនេះគ្នាយើងអញ្ចឹងពេលអ្នកនរគ្នា install ហើយអ្នកនរគ្នានឹងឃើញ DB browser for HLite ហ្នឹងបាទតែបើអ្នកនរគ្នាអត់ទាន់ install ទេអ្នកនរគ្នាអត់ទាន់បង្កើតទេអញ្ចឹងទីមួយអ្នកនរគ្នាត្រូវការ install HLite ហ្នឹងបាទនេះចេញពីនឹងមកណាបាទអញ្ចឹងទៅ download មកនៃ source code របស់វាអ្នកនរគ្នាទៅ download មកហើយរើសបាទ install វាចូលទៅក្នុង computer អ្នកនរគ្នាហ្នឹងហើយទី2អ្នកនរគ្នាត្រូវការប្រើ browser ណាបាទនេះ HLI browser ហ្នឹងដើម្បីអ្នកនរគ្នាធ្វើការ create database អីដោយប្រើជា GUI ហ្នឹងបាទអញ្ចឹងវាមានតាម Windows អ្នកនរគ្នាដូចគ្នាដែរMac អីណាបាទណាបាទអញ្ចឹងអាហ្នឹងគឺអ្នកនរគ្នាពេល install មកគឺអ្នកនរគ្នាបានអានេះហើយនេះបាទអញ្ចឹងខ្ញុំបញ្ជាក់ថា HLI ហ្នឹងគឺអ្នកនរគ្នាអត់មានទៅ install server អីញ៉ៃៗទេអ្នកនរគ្នាបាត់ install វាក្នុង computer អ្នកនរគ្នាប្រើបានហើយបើអ្នកនរគ្នាចង់បើកវាមើលទៅការ browser បាទ for HLI ហ្នឹងគឺអាហ្នឹងហើយអ្នកនរគ្នាបង្កើត database នេះគឺស្រួលអ្នកនរគ្នាមាន interface អញ្ចឹងដាក់ new ហ្នឹងមកនេះ create database ឃើញហើយតោះមកអ្នកនរគ្នាដាក់ឈ្មោះមកខ្ញុំដាក់ student DB ហ្នឹងអ្នកនរគ្នាដាក់នៅណាអញ្ចឹងដាក់នៅក្នុង project របស់យើងណានេះយើងនេះចុចយើងឈ្មោះ GUI ហ្នឹងហើយនេះ file GUI ទៀតអញ្ចឹងដាក់អ្នកនរគ្នាដាក់នៅក្នុងហ្នឹងនេះដាក់នៅកន្លែង folder ជាមួយនឹង source bin ហើយ lib ហ្នឹងបាទណា save វាមកបាទពេលហ្នឹងវានឹងបង្កើត student.db អ្នកនរគ្នាហើយឥឡូវនេះគឺកន្លែងបង្កើត table បាទអញ្ចឹងអ្នកនរគ្នាអាចបង្កើតឈ្មោះ table ណានេះឧមា student នេះអញ្ចឹងវានៅ say query អ្នកនរគ្នា student អញ្ចឹងពេលដែលបង្កើតហ្នឹងគឺអ្នកនរគ្នាមានអា browser HTML browser នេះអ្នកនរគ្នាអាចប្រើជា GUI ឬក៏អ្នកនរប្រើជា command ដើម្បី say code នេះ create table អញ្ចឹងហ្នឹងហើយដែលអ្នកនរគ្នាចេះ HTML ក្នុងការ create table create field create អីណាបាទអាហ្នឹងអ្នកនរគ្នានិយាយ database design ខ្ញុំអត់យក go through ច្រើនទេតែដើម្បី say លឿនណាខ្ញុំអាចប្រើនេះ table អញ្ចឹងយើងអត់តមាន table ទេគេយើងមានតែ students.db ទាំងមួយបាទនៅក្នុង GUI របស់យើងអញ្ចឹងអ្នកនរគ្នាទៅមើលក្នុង GUI អ្នកនរគ្នាឃើញនេះ student.db តែវាអត់តមាន table អញ្ចឹងអ្នកនរគ្នាទៅបង្កើត table មួយដើម្បី store ទុក data ណា database design អញ្ចឹងការថា table គឺយើងអាចទៅសារដល់ code ក៏បានបាទដល់ interface ក៏បានដូចមិញណាអ្នកនរគ្នាបង្កើតនេះគឺបង្កើតដល់ interface បាទដាក់ឈ្មោះ table នេះ add field តាមហ្នឹងឬក៏អ្នកនរគ្នាអាចមាន code បាទដូចខ្ញុំមាន code ហើយស្រាប់នេះគឺ create table student ណាហើយមាន field ID មានអីហ្នឹងអញ្ចឹងខ្ញុំមាន XL ស្រាប់ហើយខ្ញុំមិនបាច់ចាំទៅបង្កើតនាំតែមួយអញ្ចឹងខ្ញុំចូលទៅក្នុងកន្លែង execute XL នេះហើយខ្ញុំបាទ copy code ហ្នឹងមកណានេះអញ្ចឹងពេលដែលខ្ញុំ run ទៅកន្លែងនេះកន្លែងសញ្ញានេះគឺកន្លែង run ហើយពេល click ទៅវានឹង create table ខ្ញុំមួយនេះឃើញទេបាទអញ្ចឹងវាបាន create table ទៅតាម code ដែលខ្ញុំបាន set ហ្នឹងបាទអញ្ចឹងយើងទៅមើលក្នុង database របស់យើងគឺនឹងមានបាទ table នឹងមួយហើយបាទហើយយើងធ្វើការ save វាមកនេះបាទបិទហើយ save វាមកបាទយើង save វាទៅបាទហ្នឹងហើយ save វាមកវានឹងបង្កើតឲ្យយើងហើយបាទអញ្ចឹងអ្នកនរគ្នាអាចទៅបើកមើលវាម្ដងទៀតបើសង្ស័យបាទកុំភ្លេច save ណាពេលធ្វើហើយនេះអ្នកនរគ្នាទៅ open database ហ្នឹងឡើងវិញមកណាក្នុងករណីចង់មើលថាវាមានអត់បាទនេះចូលទៅបើកវាដែលហ្នឹងមកនេះកន្លែង student.db ហ្នឹងនេះគេនេះវាបង្កើត table ឲ្យគ្នាយើង student ហ្នឹងក្នុង student ហ្នឹងមាន ID name field របស់យើងដែលយើងបានបង្កើតមិញហ្នឹងយើងពេលបង្កើតហើយកុំភ្លេច save វាផងណាហើយនៅក្នុង HLI វាទៅបាទវាបង្កើតពីឲ្យយើង student ហើយនៅ HLI sequence នេះ temporary table ទេអញ្ចឹងអ្នកនរគ្នាអត់បារម្ភឡើយហ្នឹងបាទអញ្ចឹងបើមាន table ផ្សេងទៀតវានឹងបង្កើតនៅក្នុងនឹងឲ្យគ្នាយើងបាទនេះគេបាទអញ្ចឹងប៉ុណ្ណឹងគឺអូខេតោះគ្នាយើងមានសំណួរទេឡើយណាចឹងក្នុងការបង្កើត database ក្នុង HLI អ្នកនរគ្នាបង្កើតមានពីរចំណុចទី1អាចបង្កើតតាម GUI ហ្នឹងនេះគឺ browser បាទរបស់ HLI ទី2អ្នកនរគ្នាអាចសរសេរ command ណាបាទដើម្បីបង្កើតវាក៏បានដែរបាទអញ្ចឹងជំរើសជារបស់អ្នកនរគ្នាអាចប្រើជា GUI ក៏បានប្រើជា command ក៏បាន
Mày đá này lại nè. Mày ngắt chịp chưa? Toàn đấy. Lộc Toàn Hữu lộc hữu. Lộc Hữu ở nơi xa nhom tầm châu mà mấy chẳng ở bàn mơ bị đám xong Lộc Hữu chui và hai cái lại nhân xa chết mấy bàn ở Lộc Hữu Chắc bên nào tới nhiều. Tệ tôn chỉ mùi nâng chẳng nói mùi nâng Lộc Hữu nơi xa môn nâng nhom tầm bàn cho nữa hay là nếu nhom nơi thưa cá Lộc Hữu còn tại than nhom trong record về tộc cá Lộc Hữu Bạn làm tao bài là mơ về xa chết mấy bà Lộc Hữu ở con tràn Lộc Hữu bạn chẳng tao là dùng ở hàng như dùng đầu tiên á. Bạn chẳng nông cạn này là net off này trong bạc cát actualize database. Nè. Là màyการแทบบอลlà mày store ទុក data ចឹងខ្ញុំបញ្ជាក់ម្ដងទៀតណា actualize database គឺជា database ដែលយើង install នៅក្នុង computer យើងដែលអត់មានចាំបាច់ server ទេអាហ្នឹងគេហៅថា local database ឬក៏ offline database ចឹងអត់មានត្រូវការ network internet server ដើម្បី store វាទេចឹងវា store នៅក្នុងdevice ដែលយើង run នៅលើ computer យើងផ្ទាល់តែម្ដងហ្នឹងគេហៅមួយថា actualize ហ្នឹងដូចយើង store ក្នុង file ចឹងណា database មួយទៀតគេហៅ database server ដែលគ្នាយើងឯងទៅសួរខ្ញុំថាបាទគឺ SQLite បាទអាហ្នឹងគឺ local database ទេតែបើ database server គឺដូចជា SQL server បាទ Oracle MySQL Postgres អាហ្នឹងគឺ MongoDB ហ្នឹងគឺជា database server ណាដែលអ្នកនរគ្នាត្រូវការ install web server ណាបាទ install database server ហ្នឹងដើម្បី create បាទហើយអ្នកនរគ្នាត្រូវការសេកូដដើម្បី connect ទៅកាន់វាតើតើមានបាទ network ឬក៏ internet អីហ្នឹងដើម្បី connect វាអាហ្នឹងណាបាទអញ្ចឹងខុសគ្នាឡើយណាហើយក្នុងការបង្កើត SQLite database ទី1អ្នកនរគ្នាត្រូវការ install SQLite ក្នុង computer អ្នកនរគ្នាសិនបើអ្នកនរគ្នាអត់ទាន់មានណាបាទអញ្ចឹងអ្នកនរគ្នាចូលទៅក្នុងbrowser របស់យើងខ្ញុំដាក់នៅក្នុង Telegram របស់យើងណាគឺប្រើ SQLite download page នេះបាទចូលទៅអ្នកនរគ្នាត្រូវការ download អាហ្នឹងមួយមកណាបាទហ្នឹងណាបាទអញ្ចឹង download មកគឺ install នៅក្នុង computer អ្នកនរគ្នាមកបាទហ្នឹងទី1លោកគ្រូខ្ញុំសុំសួរមួយសិនលោកគ្រូ បាទនេះត្រង់កន្លែងណាយើង download ដាក់មួយណាក៏បានដែរមែនលោកគ្រូ ទៅតាមបាទទៅតាម computer យើងនេះពីច្រើនគេយើង download នេះបាទអរគុណច្រើនលោកគ្រូបាទអ្នកនរគ្នា download ហើយ install មកវាទៅតាម OS របស់យើងដែរណាអ្នកនរគ្នាប្រើ Windows ឬប្រើ Mac ចឹងពេល download មកអ្នកនរគ្នានឹងឃើញនេះ SQLite ហ្នឹងហើយអ្នកនរគ្នាចាប់ផ្ដើម install បានហើយហ្នឹងណាបាទអញ្ចឹងអ្នកនរគ្នាអាចប្រើតាមហ្នឹងអានេះគឺ source code បាទឈប់អ្នកនរគ្នាត្រូវការ download EAE បាទអូខេទី1អ្នកនរគ្នាត្រូវ install នៅហ្នឹងបាទទី2អ្នកនរគ្នាត្រូវការបាទនេះតាម Windows តាមហ្នឹងហើយទី2អ្នកនរគ្នានេះតាម Mac ហ្នឹងយើងគឺតាម OS របស់យើងហ្នឹងបាទហើយទី2អ្នកនរគ្នាត្រូវការ SQLite នេះបាទតាម browser នេះដើម្បី view តាក់ទងជាមួយនឹងបាទ SQLite ហ្នឹងចឹងអ្នកនរគ្នាអាច install ហ្នឹងនេះបាទណាសម្រាប់ Windows របស់យើងបាទសម្រាប់ Mac អីហ្នឹងនេះអញ្ចឹងវាអាស្រ័យទៅលើ OS អ្នកនរគ្នាប្រើ Mac ឬក៏ Windows អ្នកនរគ្នា install ទៅដើម្បីយើងអាច create SQLite ដោយប្រើប្រាស់ interface ដែលខ្ញុំបានបង្ហាញមិញហ្នឹងណាបាទអូខេនេះយើងបាទតបមកពេលដែលអ្នកនរគ្នាបានហើយអ្នកនរគ្នាអាច create new database នេះបាទឃើញហើយអ្នកនរគ្នាដាក់វាចូលទៅក្នុងបច្ចេករបស់យើងនឹងមក create store វាទៅណាចឹងបើបច្ចេកអ្នកនរគ្នាហ្នឹងហើយដាក់ចូលទៅនៅ store នេះឃើញបាទហើយអ្នកនរគ្នាចុច save មកហើយតបមកអ្នកនរគ្នាអាចបង្កើតជា table បាទឥឡូវខ្ញុំបង្កើត database មួយទៀតឲ្យគ្នាយើងសាកមើលបាទនេះខ្ញុំបង្កើតដាក់ហ្នឹងហើយខ្ញុំដាក់ឈ្មោះវាថាអីគេ student បាទបាទ student
GUI DB ឧទាហរណ៍អញ្ចឹងបាទចេះតែដាក់សិនទៅបាទតបមកនេះវាឲ្យបង្កើត table អញ្ចឹងអ្នកនរគ្នាដាក់ឈ្មោះ table មកថា student ឧទាហរណ៍អញ្ចឹងបាទអញ្ចឹង field អ្នកនរគ្នា add field ថែមទៀតមកនេះ ID ឧទាហរណ៍អញ្ចឹងបាទ name បាទអញ្ចឹងអ្នកនរគ្នាអាចធ្វើជា interface បានដែរនេះគឺជា primary key auto increment បាទអញ្ចឹងអ្នកនរគ្នាដាក់តាមហ្នឹងមកបាទហើយអ្នកនរគ្នាចុច save មកនេះគេអញ្ចឹងវាបង្កើត table នឹងមួយstudent ឲ្យអ្នកនរគ្នាដែលមាន2 field ID ហើយនឹងនេះអត់ name ទៀតអញ្ចឹងអ្នកនរគ្នាអាច rename តាមហ្នឹងបាទឬក៏អ្នកនរគ្នាអាចផ្សេងជា SQL នេះបាទដើម្បី create អីគេ select insert update អីហ្នឹងហើយយើងចុច run នេះមកឲ្យវា generate ឲ្យយើងបាទអញ្ចឹងការបង្កើតអ្នកនរគ្នាអាចផ្សេងជា SQL ក៏បានអ្នកនរគ្នាអាចប្រើជា interface ក៏បានបាទអញ្ចឹងយើងអាចមើលបន្ថែមទៀតតទៅហ្នឹងហើយ complete save វាមកគឺអូខេបាទនេះយើងអត់ត្រូវការ save បច្ចេកហ្នឹងទេអ្នកនរគ្នាគ្រាន់ save database ហ្នឹងបានហើយនេះបាទចុច save មកគឺអូខេមិនដែរនេះយើងប៉ុណ្ណឹងតោះនេះយើងបាទលោកគ្រូអរគុណលោកគ្រូខ្ញុំបានមើលពីរបៀបនៃការបង្កើតវាលោកគ្រូហើយសម្រាប់ install ខ្ញុំនឹង install តាមក្រោយលោកគ្រូអរគុណបាទមួយទៀតអ្នកនរគ្នាត្រូវការ library ដើម្បី connect ទៅកាន់វាបាទអញ្ចឹង library ខ្ញុំបញ្ជាក់មួយគ្នាយើងណាបាទនេះគឺនេះបាទ library គឺអ្នកនរគ្នាត្រូវការ download library ដែលជា Java file HLI ដើម្បី connect ទៅកាន់HLI server ហ្នឹងHLI database ហ្នឹងហើយបើអ្នកនរគ្នាប្រើ HL server អ្នកនរគ្នាត្រូវការបាទ library របស់ HL server បើអ្នកនរគ្នា connect ទៅកាន់ Oracle ត្រូវការអញ្ចឹងអ្នកនរគ្នាអញ្ចឹងយើង search រកមួយទៀតបាទ HLI បាទ library ចាណានេះបាទអញ្ចឹងអ្នកនរគ្នាត្រូវ download ហ្នឹងមួយទៀតបាទនេះយើងអញ្ចឹងអ្នកនរគ្នាអាច download HL ចាហ្នឹង library ហ្នឹងបាទដើម្បីអានេះគឺជា library ដើម្បី connect ទៅកាន់ HLI បើអត់មានអាហ្នឹងទេអ្នកនរគ្នា connect អត់បានទេបាទអញ្ចឹងខ្ញុំដាក់នៅក្នុងឲ្យគ្នាយើងមួយទៀតហ្នឹងបាទណាហើយអាហ្នឹងយើងដាក់នៅក្នុងបច្ចេករបស់យើងនៅកន្លែងនេះ lib នេះគ្នាយើងបាទអញ្ចឹងអ្នកនរគ្នា pass មកហើយបាទនេះគេនេះអញ្ចឹងអ្នកនរគ្នាត្រូវការ HLI JDBC បាទនេះគឺជា connector ណាបាទគឺជា driver ដើម្បីយើងអាច connect ទៅកាន់ HLI របស់យើងបានហើយបើអ្នកនរគ្នាប្រើ HL server អ្នកនរគ្នាត្រូវការបាទ driver របស់ HL server អ្នកនរគ្នាប្រើ MySQL អ្នកនរគ្នាត្រូវការ driver របស់ MySQL បាទហ្នឹងខ្ញុំនឹងបង្ហាញគ្នាយើងនៅថ្ងៃទឹកក្រោយបាទតើតើមួយ connect ទៅកាន់ database server បន្ថែមទៀតបាទអញ្ចឹងខ្ញុំចង់ឲ្យគ្នាយើងឃើញអំពី local database នេះវាស្រួលបាទតែបើអ្នកនរគ្នាអាចចង់ប្រើ database server បាទខ្ញុំនឹងបង្ហាញគ្នាយើងទៀតតោះពួកយើងមើលឃើញទេមិនដែរខ្ញុំមើលឃើញទេឃើញលោកគ្រូឃើញបាទតោះមានកន្លែងណាអត់តន់ទេកន្លែងណាអញ្ចឹងទី1អ្នកទាំងអស់គ្នាត្រូវការ download HLI install ក្នុង computer អ្នកទាំងអស់គ្នាដើម្បីអ្នកទាំងអស់គ្នាអាចបង្កើត HLI database ទី2អ្នកទាំងអស់គ្នាត្រូវការ download HLI browser ហ្នឹងដើម្បីអ្នកទាំងអស់គ្នាអាចទៅមើលបាទ HLI DB របស់អ្នកទាំងអស់គ្នាហ្នឹងហើយនឹងបង្កើត table បង្កើតអីងាយស្រួលទី3អ្នកទាំងអស់គ្នាត្រូវការ HLI driver ដើម្បីដាក់ក្នុងបច្ចេកអ្នកទាំងអស់គ្នាហ្នឹងបាទឃើញនេះអញ្ចឹងយើងមាន database 2មែនឃើញនេះបង្កើតនេះណាចឹង3ចំណុចហ្នឹងដើម្បី connect ទៅកាន់ HLI database គឺយើងប្រើហ្នឹងហើយបើអ្នកនរគ្នាប្រើមួយ MySQL ឬក៏ប្រើមួយ SQL server ក៏ដូចគ្នាទេយើងប្រើតាម3ចំណុចដូចគ្នាដែរបាទហើយដែរគ្នាយើងតន់ទេឡើយណាបាទយើងសាកតយើងអនុវត្តអ្នកនរគ្នាអត់អីទេបាទសំខាន់ឲ្យគ្នាយើងយល់ concept ហ្នឹងសិនហើយគ្នាយើងអាចយកទៅអនុវត្តបន្ថែមទៀតបាទបើមានបញ្ហាអីចាំយើង support គ្នាយើងបាទនៅក្នុងថ្នាក់បន្ថែមទៀតអូខេតោះឥឡូវយើងបន្តបន្តិចទៀតបាទកុំឲ្យបាទនេះយើងពេលដែលបង្កើតហើយអូខេហើយណាបាទអញ្ចឹងទី2អ្នកនរគ្នាត្រូវការបង្កើតនេះ
DB connection ណាដើម្បី connect ទៅកាន់ HLI របស់យើងនេះគេជា DBC HLI student database ហ្នឹងបាទអញ្ចឹងយើងទៅបង្កើតបាទនៅក្នុង DAO យើងប្រើ DB connection បាទអញ្ចឹងយើងបង្កើត class មួយ DB connection នៅក្នុង DAO នេះអូខេបាទ DB connection បាទនេះបាទអញ្ចឹងយើងបង្កើតមកនេះហើយអ្វីដែលអ្នកនរឃើញនេះគឺ class នេះគឺវាបង្កើតបាទ method មួយគឺ connection ហ្នឹងនេះ get connection អញ្ចឹងវានឹង check មើល per try catch អ្នកនរឃើញហើយបាទគឺពេលដែលបើសិនជា file នឹងអត់មានបាទឬក៏យើងអីបញ្ហាអីគេគឺវានឹង rest exception ហ្នឹងហើយវានឹង display message នឹង like catch ហ្នឹងអញ្ចឹងទៅគឺប្រើ try catch ដើម្បីអាហ្នឹងអ្នកនរគ្នាព្រោះពេលខ្លះយើងអត់តបង្កើត file ផងបាទអញ្ចឹងបើវានឹង rest exception កើតឡើងអញ្ចឹងអ្នកនរគ្នាទៅដាក់ឈ្មោះវាត្រូវនេះ HLI ហើយ students.db អញ្ចឹង student.db យើងដាក់នៅនេះយើងមានឃើញបាទអញ្ចឹងបើមានយើងអាច test មើលបើវាត្រូវវានឹងឃើញ database connected ហ្នឹងហើយតែបើអត់ទៅវានឹងបោះ print message ដែលយើងបានរៀនតាក់ទងមួយ event handling ហ្នឹងបាទតើវា message មកពីអី connect អត់មានបាទឬ connect អត់បានឬក៏អីគឺវានឹងបង្ហាញគ្នាយើងបាទហ្នឹងគឺជាបាទ class មួយណា DB connection ហើយបន្ទាប់មកទៀតអ្នកនរគ្នាត្រូវការបង្កើត model មួយនេះគឺ student បាទដែលយើងអាច add ID name phone address ឲ្យទាំងអស់ហ្នឹងបាទអញ្ចឹងចូលទៅក្នុង model មួយទៀតអ្នកនរគ្នាបង្កើត class មួយទៀតឈ្មោះថា student បាទអញ្ចឹងយើងមើលសិនណាគ្នាយើងបាទខ្ញុំបង្ហាញឲ្យគ្នាយើងបាទហើយកន្លែងនេះអ្នកនរគ្នាអាច setter getter មកបាទយើង generate មកណាបាទព្រោះឥឡូវយើងឡើងសរសេរ code ទៅបាទនេះហើយអ្នកនរគ្នា select ទាំងអស់ហ្នឹងមកហើយអូខេមកគឺវានឹង select setter getter ហើយអ្នកនរគ្នាអាច create បាទតាក់ទងមួយ constructor បន្ថែមទៀតបានណានេះបាទឃើញអញ្ចឹងយើង generate មកទាំងអស់មកបាទអញ្ចឹងយើងបានតាក់ទងមួយ model class មួយទៀតហើយបាទអញ្ចឹងនេះគឺដើម្បីយើងអាច store ទុក student data របស់យើងណាហើយចុងក្រោយបាទគឺយើងត្រូវការសរសេរ code ដើម្បី insert update delete ហ្នឹងអញ្ចឹងយើងប្រើនេះនៅក្នុង DO របស់យើងគឺ student DO បាទអញ្ចឹងខ្ញុំនឹងបង្ហាញគ្នាយើងកន្លែងហ្នឹងបាទកន្លែងដែលអ្នកនរគ្នាអាចធ្វើការជាមួយនឹងបាទតាក់ទងមួយ insert update delete ហ្នឹងរបស់ student ជាមួយ database DAO របស់យើងបាទសធំបាទអញ្ចឹងកន្លែងហ្នឹងឯងដែលអ្នកនរគ្នាឃើញនេះគឺកន្លែងដែលអ្នកនរគ្នា connect វាគឺយើងប្រើនេះ connect បាទសិនរបស់យើងបើសិនជាវា connect ហើយអ្នកនរគ្នាអាចការ insert នេះ insert បាទអញ្ចឹងយើងប្រើ prepare statement ណាក្នុងការប្រើជាមួយ database ហ្នឹងទេបាទហើយកន្លែងហ្នឹងអ្នកនរគ្នានឹងរៀន detail នៅក្នុង advanced Java បាទចា៎នេះគ្រាន់តែខ្ញុំបង្ហាញគ្នាយើងទេបាទដើម្បីជាបានជា concept មួយដែលយើង connect ទៅកាន់ database របៀបម៉េចបាទនេះចឹងអ្នកនរគ្នាត្រូវប្រើ prepare statement ហ្នឹងហើយយើង add វាចូលទៅបាទនឹងពេលដែលយើងហើយនេះគឺ HL insert បាទ into table ហ្នឹងណាទៅតាមហ្នឹងហើយបន្ទាប់មកនេះគឺជា data ដែលយើងបានមកពីការដែល user បញ្ចូលហ្នឹងបាទវាបោះចូលក្នុង insert ហើយនេះគឺ execute query ដែលយើងបាន call ហ្នឹងបានសរសេរនឹង insert into ហ្នឹងហើយនេះគឺកន្លែង code ដើម្បី update បាទនេះគឺ code ដើម្បី delete បាទនេះ code ដើម្បី get all the student data យើងប្រើ select គេអ្នកនរគ្នាប្រើការចេះ HL បាទ syntax ហ្នឹង select delete update បាទហើយនេះគឺជា code ដែលយើងត្រូវការធ្វើការ insert update delete បាទនៅហ្នឹងណាហើយអ្នកនរគ្នាអាច search sort ឯហ្នឹងទៀតបានបាទបន្ថែមហ្នឹងអូខេបាទហើយបន្ទាប់ពីហ្នឹងមកគឺយើងប្រើមួយទៀតគឺ validator ណាជា class មួយដើម្បីអ្នកនរគ្នា validate តាក់ទងជាមួយនឹង field អញ្ចឹងឧទាហរណ៍ថាតាក់ទងជាមួយនឹង email បាទជាមួយនឹងអី name អីអ្នកនរគ្នាអាចដាក់នៅក្នុងហ្នឹងអញ្ចឹង class ហ្នឹងគឺយើងដាក់នៅក្នុងបាទ util នេះបាទអាហ្នឹងតែជា basic concept បាទ validator បាទអញ្ចឹងអ្នកនរគ្នាដាក់មកហើយនេះបើអ្នកនរគ្នាមានបាទអី field ផ្សេងទៀតអ្នកនរគ្នាថែមមកណាបាទ
នេះដូចអ្នកគ្នាមានអីគេថែមមកមាន add មាន dot អីតាមនឹងមកអានេះមានបើ name ហ្នឹងបាទ null ឬក៏ empty អីបាទយើងឲ្យ return false ហ្នឹងណានេះយើងបាទហើយបន្ទាប់ពីចប់អាហ្នឹងគឺអ្នកនរគ្នាអាច call វាយកមកប្រើបានហើយបាទនេះអ្នកនរគ្នាត្រូវការបង្កើត main frame មួយទៀតនេះបាទចឹងអ្នកនរគ្នាត្រូវការ class មួយទៀតគឺ main frame ដើម្បីអ្នកទាំងអស់គ្នាអាចបង្កើត main frame ហ្នឹងដូចយើងបង្កើតមិញ login ណាបាទចឹងនៅក្នុង UI ហ្នឹងនេះចឹងអ្នកទាំងអស់គ្នាបង្កើតមួយទៀតគឺ main frame បាទ class ហ្នឹងហើយ main frame class ហ្នឹងគឺបង្កើតជា window ហ្នឹងមកហើយបាទហើយចុងក្រោយអ្នកទាំងអស់គ្នាត្រូវបង្កើតstudent panel នឹងមួយទៀតនេះ class នេះមួយទៀតដើម្បីយើងអាច add វាចូលទៅក្នុង frame របស់យើងហ្នឹងបាទអញ្ចឹងនេះ student panel ណានេះយើងចឹងនៅក្នុង UI ដូចគ្នាដែរមិញមាន login មាន student panel ដើម្បីយើងធ្វើការ add update student ណាបាទទីទៀតខ្ញុំបញ្យល់ code ដូចគ្នាយើងបាទចឹងខ្ញុំបង្ហាញគ្នាយើងសិនបាទដើម្បីគ្នាយើងមាន concept សិនណាបាទនេះ student panel ដើម្បីយើងអាច manage student ហ្នឹងបាទ add update delete មិញណាអូខេដូចជាអស់ហើយបន្ទាប់មកនៅក្នុង main អ្នកទាំងអស់គ្នាអាច call ហៅវាបានហើយបាទគឺ app របស់យើងមិញហ្នឹងនេះអានេះយើងប្រើ swing utility ដើម្បីយើងឲ្យវា run នៅក្នុង asynchronous បាទ thread អាហ្នឹងយើងនឹងនិយាយ detail ផ្សេងទៀតបាទនេះប៉ុណ្ណឹងគឺអូខេនេះ set visible new frame set visible span តើមកអ្នកនរគ្នាអាចតេស្តមើលបានណាអូខេអូវាដាក់មិនចាខ្ញុំសុំបិទបើកម្ដងទៀតមើលដោយសារវាអត់ resolve ឲ្យតែបើវា error អីវានឹងបង្ហាញ message ឲ្យយើងអូអត់មាន constructor student ហេវាដាក់ message មកអញ្ចឹងយើងទៅបង្កើត student មួយទៀតបាទនេះយើងទៅបង្កើត default constructor មួយទៀតមកបាទនេះប៉ុណ្ណឹងមកបានហើយតោះយើងទៅ run ម្ដងទៀតមើលនេះយើងឃើញហ៎បាទអញ្ចឹងវានឹងបង្កើត interface ហ្នឹងមកអញ្ចឹងអ្នកនរគ្នាអាចវាយ101តារា main បាទ mail ហ្នឹងនេះ drop down ហើយបាទ mail female នេះគឺ department របស់យើងបាទនេះគឺ year បាទនេះលេខទូរស័ព្ទបាទនេះគឺ email បាទ email អ្នកនរគ្នាអត់មាន add ឬក៏ dot អីគឺវាអត់ឲ្យទេបាទ address ភ្នំពេញបាទចុច add មើលបាទវាអត់ស្គាល់ទៀតអញ្ចឹងយើងទៅមើលតើវាខុសអីនេះអូ insert បាទអត់ស្គាល់បាទគេវាតកតងជាមួយនឹង connection របស់យើងនេះ no suitable driver found HL line student.db បាទអញ្ចឹងមានបញ្ហាតកតងvới database យើងវាអត់ connect ឲ្យអ្នកនរគ្នាឃើញបាទនេះគេអញ្ចឹងហ្នឹងតែអ្នកនរគ្នាត្រូវការ check មើលតកតងមួយនឹង database របស់យើងអញ្ចឹងយើងមិនដឹងថា database យើងមាន student ហ្នឹងមានអត់បាទមាន table student អត់អញ្ចឹងយើងទៅ check មើលសិនបាទនេះ HLI driver បាទនេះយើង student.db បាទឥឡូវយើងទៅបើកមើលហ្នឹងសិនអាហ្នឹងដែរអ្នកនរគ្នាទៅពងជាមួយ database គឺវាពិបាកឡើងហ្នឹងបាទអញ្ចឹងយើងត្រូវការ DB របស់យើងបាទនេះ browser for HL ហើយយើងទៅ open តើវាមានបាទ database ហ្នឹងអត់នេះ
នេះ student របស់យើងអូមាន students.db បាទយើង browse មើលអត់មាន data នេះចឹងយើង connect អត់ត្រូវបាទតើតមួយ driver របស់យើងមើលទៅបាទ lib របស់យើងអត់ត្រូវ HLI DB driver បាទអញ្ចឹងខ្ញុំសាក download driver ផ្សេងបាទ លោកគ្រូអាចសាក check ទៅលើ file driver សិនបានអត់លោកគ្រូដោយសារខ្ញុំឃើញលោកគ្រូ import វាចូលនៅក្នុង VS Code ឈ្មោះផ្សេងហើយលោកគ្រូហៅ connection ឈ្មោះផ្សេងលោកគ្រូ អញ្ចឹងហ៎ណានេះរបស់យើងនេះ driver របស់យើង HLI DBC ទៅហ៎ បាទលោកគ្រូមើលកន្លែង connection driver លោកគ្រូ check កន្លែង connection driver ទៅមើលទៅលើឈ្មោះ file ទៅលោកគ្រូដាក់ខុសពីឈ្មោះហ្នឹងលោកគ្រូ អញ្ចឹងហ៎ លោកគ្រូបាទលោកគ្រូសាកកែឈ្មោះវាឲ្យដូចសិនណាលោកគ្រូដោយសារកាលខ្ញុំរៀនPostgres គ្រូឲ្យកែអាហ្នឹងឲ្យដូចគ្នា driver នេះណា បាទលោកគ្រូកែឈ្មោះហ្នឹងឲ្យដូចជាមួយនឹងកន្លែង DB connection ហ្នឹងមកលោកគ្រូនៅកន្លែង URL លោកគ្រូ URL លោកគ្រូដាក់jdbc.xli student.db ហើយឥឡូវហ្នឹងលោកគ្រូដាក់SQL live jdbc ហើយមានលេខលោកគ្រូអាចកែកន្លែងហ្នឹងឲ្យដូចជាមួយនឹងឈ្មោះ file កន្លែង file manager ហ្នឹងបានលោកគ្រូដោយសារពេលខ្ញុំរៀនខ្ញុំជួបកន្លែងហ្នឹងលោកគ្រូ អូខេ template នេះខ្ញុំសាក for driver មួយផ្សេងទៀតខ្លាចខ្ញុំ download អត់ហើយ template អូខេវាដូចជាមិនតាក់ទងជាមួយនឹងឈ្មោះហ្នឹងសំខាន់ driver របស់យើងគឺដាក់ឲ្យត្រូវ part of វាចាំមក plan នេះអូខេ .jar អស់ហើយអស់តាមហ្នឹងឯណាឬក៏ខ្ញុំ download អត់ត្រូវឥឡូវយកនេះមួយមើលបាទ3ចុចដូចគ្នាតាអូខេខ្ញុំសុំលុបវាសិនបាទខ្ញុំ insert បាទមិនក៏វាអត់ឲ្យយើងបាទយើងរ៉ាន់ម្ដងទៀតអត់ស្គាល់ driver មែន no suitable driver found ចឹងគ្នាយើងថាឲ្យ rename ដាក់ឈ្មោះដាក់ឲ្យត្រូវ បាទលោកគ្រូសាកកែអាហ្នឹងសិនមកដោយសារពេលខ្ញុំ connect ជាមួយ Postgres គេឲ្យ connect ឲ្យត្រូវដែរលោកដាក់ SSLI ចឹងហ្មងហើយលោកគ្រូ check កន្លែង DB connection ណាហើយលោកគ្រូ check ទៅមើលកន្លែង URL connect លោកគ្រូនេះ URL ពីអាហ្នឹងបាទលោកគ្រូ copy អាហ្នឹងយកទៅដាក់លោកគ្រូហើយ copy ទាំងអស់ណាដូចអត់ត្រូវ copy ទៅហ្នឹងលោកគ្រូបាទដូចយើងទៅរួចទេលោកគ្រូសាកសិនខ្ញុំអត់ដឹងដែរជាមួយនេះខ្ញុំធ្លាប់ copy ដូចជាអត់ត្រូវព្រោះឈ្មោះវាយើងអត់មានបញ្ហាទេ
ដូចគ្នានឹងគ្នា Final file driver ចា template អូខេឈ្មោះវាត្រូវតែអញ្ចឹងហ្នឹងយើងបាទដូចជាមិនមែនរឿងហ្នឹងទេដោយសារយើងតាក់ទងមួយ part ទេតែដោយសារ part ខ្ញុំដាក់នៅក្នុងនេះហើយតានេះ student ហ្នឹងតាខាងខ្លាយវាអត់ស្គាល់បាទដោយសារ part ខ្ញុំដាក់នៅខាងក្រៅនេះតាក់ទងមួយ database វាពិបាកកន្លែងហ្នឹងដែលពេលយើង connect ម្ដងនេះយើង DB XLI បាទខ្ញុំសុំលុបចោលអស់សិនកុំឲ្យវាស្ទះខ្ញុំខ្លាចខ្លះว่าយើងដាក់អត់ត្រូវបាទពេលដែលយើង generate ហ្នឹងអស់ហើយតោះយើងតេស្តម្ដងទៀតអត់ស្គាល់មែនបាទត្រូវការជួយ help អូខេ search សុំឆែកមើលបន្តិចនេះយើងno suitable driver found ដោយសារ part មែនដាក់ part អត់ត្រូវបាទឥឡូវខ្ញុំតេស្តសិនតើវាមកប្រហែលហេតុអីយើងលុបនេះចោលសិនខ្ញុំតេស្តលើនេះសិនបាទនេះclass name optional ទេ formula GDI អានេះ student របស់យើងអញ្ចឹងយើងសាក់ print តេស្តមើលតើវាមកពីមូលហេតុអីបាទហ្នឹងរបៀប debugging បង្ហាញគ្នាយើងហ្នឹងអញ្ចឹងគឺ java.lang.class.foundation វា rest មកគឺអត់ស្គាល់បាទ SUI driver របស់យើងជា DVC ទេបាទអត់ស្គាល់ទេ virus នឹងមក លោកគ្រូចូលមើលកន្លែង sidebar drop down ហើយកន្លែងពាក្យ Java project ហើយ add វាចូលកន្លែងហ្នឹង Java project កន្លែងណានេះនៅខាងក្រោមគូចិត្តកន្លែងរូប profile នេះហ៎នៅខាងក្រោមJava នេះហ៎ project អក្សរធំលោកគ្រូខាងក្រោមចិត្តកន្លែង setting Java project លោកគ្រូ គ្រប់នៅណា Java project Java project នៅខាងក្រោមមកកន្លែងចិត្ត setting លោកគ្រូនេះហ៎បាទលោកគ្រូជួយលើនឹងមើលហើយខាងក្រោមកន្លែង reference library បាទលោកគ្រូ add មួយគេកន្លែងនេះបូកលោកគ្រូបាទគ្រូចូលទៅខាងកន្លែង library ដែលគ្រូទៅក្នុង project មិញបាទ add នឹងមួយចូលទៀតមើលវាស្គាល់អត់បាទអាហ្នឹងវា depend ទៅលើគ្នាយើង add ហ្នឹងបាទតែយូរទៅយើង add ហ្នឹងវាស្គាល់ហើយបាទវាតាក់ទងមួយ connection របស់ខ្ញុំឥឡូវសាកម្ដងទៀតបាទអរគុណច្រើននេះយើងតេស្តម្ដងទៀតមកអូខេ connect good នេះយើងអាហ្នឹងមកពីកន្លែងហ្នឹងការ add បាទអូខេអរគុណច្រើននេះយើងបាទអញ្ចឹងនេះយើងឃើញហើយអញ្ចឹង add កន្លែង lib ហ្នឹងគឺវាអត់ទាន់ស្គាល់បាទអញ្ចឹងនេះយើងទៅ add នៅក្នុងកន្លែង Java project ហ្នឹងណាអញ្ចឹងអ្នកនរគ្នាប្រើជាមួយបាទនេះ reference library ហ្នឹងហើយយើង add មកបាទតោះឥឡូវយើងតេស្តមើលម្ដងទៀត
អាយ៉ាតោះបាទអញ្ចឹងវា connect ហើយវាគួរតែដើរអូមានបញ្ហារឿង student ទៀតយ៉ា database យើងអត់ស្គាល់ database connect ហើយតែ student អត់មាន table student no such a table student បាទតោះតែម្ដងទៀតអូខេបាទអញ្ចឹងវាស្គាល់ connection ស្គាល់តែវាអត់ស្គាល់ table អូខេនេះអញ្ចឹងអ្នកនរគ្នា debug នៅក្នុង logcat ហ្នឹងនឹង terminal ណាអូខេ SQL error or missing database no such a table student អត់ស្គាល់ table student អូនេះ table student យើងនៅណាបាទយើងមានដល់ទៅ2អូយើងបង្កើតអត់ត្រូវបាទចឹងខ្ញុំលុបចោលម្ដងទៀតមើលបាទដាក់អត់ត្រូវ table វាបាទយើងមកទៅត្រូវកន្លែងមើលបាទនេះអូខេបាទអត់មាន table របស់យើងសុំបណ្ឌិតបែបម្ដងទៀតអូយើងដាក់ខុស folder មែនបាទយើងដាក់នៅក្នុង Java GUI តទៀតបាទអញ្ចឹងយើងទៅ move ឲ្យត្រូវ folder ដែលយើងត្រូវដាក់បាទអូខេបាទនេះសូមយើងទៅបើកមើលឈប់open database របស់យើងនេះ student វាយើង open យើងតេស្តមើលអត់មានមែននេះយើងបាទអញ្ចឹងអ្នកនរអាចតេស្តមើលបានគេកន្លែងហ្នឹងវាអត់តមាន folder អញ្ចឹងយើងបង្កើត folder មួយសិននៅក្នុងហ្នឹងបាទទៅ copy account student មិញហ្នឹងអូខេបាទអញ្ចឹងយើងត្រូវការតេស្តមើលអស់នេះយើងខ្ញុំបង្កើតមិញវាអត់បង្កើតឲ្យបាទអញ្ចឹងយើងទៅកើបម្ដងទៀតបាទហើយយើងទៅបើកមើលម្ដងទៀតមើលនេះបាទអញ្ចឹងវាគួរតែ save ឲ្យយើងណាបាទ we want to save change the actual tab of new page don't save បាទយើងសាកតេស្តម្ដងទៀតមើលបាទយើងmake sureថាយើង database របស់យើងបង្កើតជាមាន table ហ្នឹងអូអត់មែនខ្ញុំអត់ save យ៉ានេះមានតើ
Thế là dương sao non mới bà ok tỏ tay non thiệt mấy câu việc sao ở dương bà chân dương tay mơ non thiệt này gì vậy ok này miền này bà mấy nhiều sao ok chân dương sao ba đòn tiết bà chân dương sẽ đi ba lại nắng là sòng khăn thì dương thật mới tao với cái này ót thì mỗi tao với miền tao tập bài cái này bán thì mỗi tí miền thẹp bò là giờ ai cái này tự bán được cái bà bỏ ọt miền tế nên ọt này ọt ai thể bán ok nếu bây ọt miền Pành Hà tế chẳng cua tại ai từ rồi bà ok bà dara at bà gmail.com bà nông pin ok bà cho ad báo ok bà cốt bà cho nào này khơi này cứ việc add một tiết bà cho là xã pi má lina bà female bà hai lina bà ok add phí chỉ như sao tầm mới nông đại tập bài hồi dưỡng tầm miền ớt bà cho dân cho tới cái nông actual live browser hồi dưỡng hay đi dùng browser về mó ok khơi mệt như vậy này phía cho nên là này khơi nông actual live chứ vì store tục ở giờ cho nên này bật vía 2 ngày khỏi dương bao ở với như retrieve data dùng display bao giờ nữa ok bà nắng thì muối trong ca add này là nàyអាច update delete អីបាទទៅតាមហ្នឹងបាទអញ្ចឹងយើង delete នេះគ្នា click មកហើយយើងអាច delete មកគេវាមកយើងអាច update បាទអញ្ចឹងយើងមានប៊ូតុង update មួយទៀតមកណាហើយ search sort អីនៅហ្នឹងទៀតមកហើយយើងអាច work បាទអញ្ចឹងយើងអាច add update បាទ delete បាទ search sort នៅក្នុងហ្នឹងណាបាទអញ្ចឹងតាក់ទងមួយនឹង CRUD របស់យើងគឺមាន6នឹងអ្នកនរ add update delete view sort search ហើយ sort បាទហើយ refresh នេះដើម្បីយើង refresh data ក្នុងករណីដែលអត់មានបាទអូខេតោះនេះយើងមានសំណួរអីទេកន្លែងនេះបាទអញ្ចឹងនេះគឺចំណុចដែលសំខាន់ដែលគ្នាយើងអាចយកទៅពិនិត្យមើលបានមាននេះយើងតោះឥឡូវខ្ញុំ share អាហ្នឹងឲ្យគ្នាយើងហើយគ្នាយើងអាចតេស្តមើលបានបាទខ្ញុំ zip វាឲ្យគ្នាយើងអាចយកទៅមើលបានបាទតោះឥឡូវយើងតេស្តតិចមើលបាទទុកពេលគ្នាយើងតេស្តតិចតោះយើងសម្រាប់កន្លះម៉ោងសិនទៅដើម្បីគ្នាយើងតេស្តណាបានទេគ្នាយើង Hello មិនដែរគ្នាយើងបាទលោកគ្រូបាទអរគុណបាទអញ្ចឹងយើង start នៅម៉ោង 4 បន្តទៀតបាទដើម្បីគ្នាយើងអាចតេស្តមើលហើយមានបញ្ហាយើងនៅស្កាហើយតបមកយើងនឹងបង្ហាញគ្នាយើងតាក់ទងមួយនឹងបង្កើតបាទ GUI បន្ថែមទៀតអរគុណច្រើនគ្នាយើង